Sandwich ชีធ្វើម៉េចឲ្យឆ្ងាញ់បងប្អូនតោះទៅមើលរបៀបធ្វើទាំងអស់គ្នានេះគឺជាក្បួនរបស់ខាងយើងខ្ញុំណាជាពិសេសគឺយើងប្រើជាមួយនឹងប៊ឺពងមាន់បៃតងមួយនេះបងប្អូនរសជាតិគីបទៅគឺឡើងឈ្ងុយហើយឆ្ងាញ់តែម្ដងបងប្អូនយើងមាននំប៉័ងយើងដាក់ប៊ឺឃីវយើងបែបនេះមកបន្ទាប់មកទៀតយើងបៀកទៅតាមវីដេអូដែលកំពុងតែបង្ហាញណាបងប្អូនហើយយើងដាក់ជាមួយនឹង hot dog រៀបវាជាជួរឲ្យវាមានសោភ័ណភាពមើលទៅស្អាតបន្ថែមជាមួយនឹងទឹកម៉ាយ៉ូណេសជូរផ្អែមបងប្អូនលាយជាមួយនឹងឈីប៊ូនីមួយនេះបងប្អូនទាញឡើងតាយតែម្ដងរសជាតិគុណភាពល្អយើងដាក់វាទូពីលើបន្ថែមតាមនឹងទៅបន្ទាប់មកទៀតយើងយកទៅគៀបជាមួយនឹងម៉ាស៊ីនគៀបបញ្ជាក់តិចបងប្អូនម៉ាស៊ីនគៀបគឺខាងយើងមានផ្គត់ផ្គង់ដែរបងប្អូននោះ sandwich គៀបរបស់យើងគឺឆ្អិនហើយរួចជាការស្រេចបងប្អូននេះគឺជាកលឹះនីមួយនៃខាងយើងខ្ញុំបានចែករំលែកជូនដល់បងប្អូនជាពិសេសមួយហើយជាពិសេសលើសនឹងទៅទៀតគឺប៊ឺពងមាន់ពណ៌បៃតងយើងមួយនេះនៅពេលដែលយើងគៀបទៅក្លិនវាចេញមកឡើងឈ្ងុយតែម្ដងរសជាតិពណ៌បៃតងបងប្អូនអរគុណច្រើនបងប្អូន